រឿងស្នេហាផ្កាឈូករត់របស់ខ្ញុំជំពូកទី1កាំរស្មីដំបងក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរមាននារីម្នាក់ឈ្មោះសោភានាងធ្វើការនៅបណ្ណាល័យចាស់មួយក្បែរវត្តឧណ្ណាលោមសោភាចូលចិត្តជីវិតសាមញ្ញស្រឡាញ់ក្លិនសៀវភៅនិងពន្លឺព្រះអាទិត្យពេលល្ងាចថ្ងៃមួយយុវជនម្នាក់ឈ្មោះវិសាលបានដើរចូលក្នុងបណ្ណាល័យនោះវិសាលជាស្ថាបត្យករវ័យក្មេងម្នាក់ដែលមករកសៀវភៅប្រវត្តិសាស្ត្រនិងគំនូរប្លង់បុរាណវិសាលមានកែវភ្នែកស្រទន់និងស្នាមញញឹមគួរឲ្យចាប់ចិត្តនៅពេលដែលវិសាលកំពុងឈរមើលសៀវភៅនៅជ្រុងមួយសោភាបានដើរមកជិតហើយណែនាំសៀវភៅមួយក្បាលដែលនាងគិតថាគាត់ប្រហែលជាចូលចិត្តសៀវភៅនេះនិយាយពីស្ថាបត្យកម្មសម័យអង្គរខ្ញុំគិតថាវាអាចនឹងផ្ដល់គំនិតថ្មីដល់អ្នកសោភានិយាយទាំងអៀនបន្តិចវិសាលបានងាកមកញឹមយ៉ាងកក់ក្ដៅរួចឆ្លើយថាអរគុណច្រើនអ្នកពិតជាយល់ពីចំណូលចិត្តរបស់ខ្ញុំណាស់ខ្ញុំឈ្មោះវិសាលចុះអ្នកវិញខ្ញុំឈ្មោះសោភាជាអ្នកបម្រើការនៅទីនេះចាប់តាំងពីថ្ងៃនោះមកវិសាលក៏តែងតែទៅបណ្ណាល័យស្ទើរតែរៀងរាល់ថ្ងៃមិនមែនគ្រាន់តែដើម្បីរកសៀវភៅនោះទេតែដើម្បីជួបសោភាពួកគេតែងតែជែកគ្នាពីអក្សរសាស្ត្រពីជីវិតនិងពីសុបិនរៀងខ្លួនជំពូកទី2ការលូតលាស់នៃក្តីស្រឡាញ់សោភាដូចជាផ្កាឈូករត់ដែលតែងតែងាករកពន្លឺវិសាលដូចជាពន្លឺព្រះអាទិត្យនោះវិសាលបានចាប់អារម្មណ៍នឹងភាពស្មោះត្រង់ភាពថ្លៃថ្នូរនិងការចេះដឹងរបស់សោភាគាត់បានសុំនាងទៅដើរលេងនៅមាត់ទន្លេនាពេលល្ងាចពេលដើរលេងជាមួយគ្នាវិសាលបានប្រាប់សោភាពីសុបិនចង់សាងសង់មន្ទីរពេទ្យកុមារមួយនៅខេត្តឆ្ងាយសោភាបានស្ដាប់ដោយយកចិត្តទុកដាក់ហើយគាំទ្រនៅក្តីសុបិនដ៏ប្រពៃនោះវិសាលខ្ញុំពិតជាកោតសរសើរអ្នកណាស់សុបិនរបស់អ្នកពិតជាអស្ចារ្យយីសោភាបាននិយាយសោភាតាំងពីបានស្គាល់អ្នកជីវិតរបស់ខ្ញុំមានន័យជាងមុនអ្នកធ្វើឲ្យខ្ញុំមានអារម្មណ៍ថាខ្ញុំមិននៅម្នាក់ឯងទេគឺវិសាលបានសារភាពយប់នោះពួកគេបានអង្គុយនៅក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទហើយវិសាលបានចាប់ដៃសោភាវាមិនមែនជាការប៉ះពាល់ដោយត្រឹមត្រូវនោះទេតែវាជាការបង្ហាញពីអារម្មណ៍ចេញពីបេះដូងជំពូកទី3ភស្តុតាងស្នេហ៍ក្តីស្នេហារបស់ពួកគេកាន់តែរីកចម្រើនប៉ុន្តែជីវិតតែងតែមានឧបសគ្គវិសាលត្រូវទៅបំពេញបេសកកម្មការងារនៅឯប្រទេសថៃរយៈពេល6ខែមុនពេលចេញដំណើរវិសាលបានជូនផ្កាឈូករត់មួយបាច់ដល់សោភារួចនិយាយថាផ្កាឈូករត់នេះគឺជានិមិត្តរូបនៃក្តីស្រឡាញ់របស់ខ្ញុំចំពោះអ្នកមិនថាខ្ញុំនៅទីណាទេខ្ញុំនឹងងាកមករកអ្នកជានិច្ចដូចផ្កាឈូករត់ងាករកព្រះអាទិត្យរយៈពេល6ខែពួកគេបានតាក់ទងគ្នាទៅវិញទៅមកតាមរយៈសារនិងវីដេអូខលទោះបីនៅឆ្ងាយគ្នាក៏ពិតមែនប៉ុន្តែក្តីស្រឡាញ់របស់ពួកគេមិនបានថមថយឡើយតែបែរជាកាន់តែរឹងមាំទៅវិញថ្ងៃវិសាលត្រឡប់មកវិញសោភាបានទៅទទួលគាត់នៅអាកាសយានដ្ឋានវិសាលបានអបនាងយ៉ាងណែនហើយបានលុតជង្គង់ចុះរួចដកចិញ្ចៀនមួយវង់ចេញមកសោភាអ្នកគឺជាផ្កាឈូករត់របស់ខ្ញុំសូមរៀបការជាមួយខ្ញុំទឹកភ្នែករំភើបរបស់សោភាបានហូរចុះមកហើយនាងបានតបថាចាស់ខ្ញុំយល់ព្រមបច្ឆិមបុត្រពន្លឺដ៏អស់កលឹបវិសាលនិងសោភាបានរៀបការជាមួយគ្នាហើយពួកគេបានរស់នៅក្នុងក្តីស្រឡាញ់ដ៏មានសេចក្តីសុខវិសាលបានសម្រេចក្តីសុបិនសាងសង់មន្ទីរពេទ្យកុមាររបស់គាត់ហើយសោភាក៏នៅក្បែរគាត់ជានិច្ចជាកម្លាំងចិត្តដ៏រឹងមាំក្តីស្រឡាញ់របស់ពួកគេបានបង្រៀនថាស្នេហាពិតគឺដូចជាផ្កាឈូករត់ដែលតែងតែងាកទៅរកក្តីសង្ឃឹមនិងភាពកក់ក្ដៅដោយមិនខ្លាចនឹងឧបសគ្គឬចម្ងាយឡើយ។